បាទសួស្តីលោកគ្រូអ្នកគ្រូក៏ដូចជាអ្នកដែលកំពុងទស្សនាបាទអញ្ចឹងសម្រាប់វីដេអូនេះខ្ញុំសូមចែករំលែកអំពីការធ្វើតម្រៀបឈ្មោះសិស្សបាទបានន័យថាពេលយើងចង់ចម្លងចូលសៀវភៅណាព្រោះតែទីមួយយើងអត់មានកុំព្យូទ័រឬក៏មានហើយអត់យើងអត់សូវប៉ុណ្ណឹងណាបាទអញ្ចឹងយើងប្រើទូរស័ព្ទបាទអញ្ចឹងជាដំបូងយើងត្រូវមានកម្មវិធី Google Sheet នេះកម្មវិធីមួយនេះបាទយើងអាចទៅ download ពី Play Store ឬក៏ App Store មកបាទតាមម៉ាកទូរស័ព្ទយើងទៅបាទយើងស៊ើចពាក្យថា Google Sheet នេះមកនេះបាទអញ្ចឹងវា load នេះផ្ទាំងវិញនេះអញ្ចឹងយើងបើកកម្មវិធីនឹងមកបាទអញ្ចឹងទៅយើងចុចបើកមកវានឹងមានតម្រងទទេអញ្ចឹងបើសិនជាយើងអត់ធ្លាប់ប្រើពីមុនមកអញ្ចឹងអ្វីយើងត្រូវចុចគឺយើងចុចកន្លែងសញ្ញាបូកនេះហើយយកពាក្យថា new spreadsheet នេះបាទអូខេបាទយើងអាចដាក់ចំណងជើងវាហើយទៅខ្ញុំដាក់ថា test នេះហើយចុចលើពាក្យថា create នេះបាទអូខេអញ្ចឹងវាចេញជាតារាងបែបនេះដូច Excel មកបាទអញ្ចឹងលោកគ្រូចុចលើតារាងណាមួយខាងលើនេះមកបាទយើងអាចដាក់ឈ្មោះឲ្យគេនេះមកបាទបន្តមកយើងដាក់ name មកដាក់ឈ្មោះមកហើយនេះយើងដាក់ page មកបាទអញ្ចឹងយើងអាចដាក់ជាអក្សរខ្មែរក៏បានដែរនេះបាទអញ្ចឹងកន្លែងនេះយើងកន្លែងឈ្មោះនេះយើងសេឈ្មោះមកឧទាហរណ៍ថាខ្ញុំដាក់ឈ្មោះជាខ្មែរមកដាក់សុខាបាទយើងចុច enter មកនេះចុចសញ្ញា enter ក្រោមនេះយើងដាក់អីគេទៀតដាក់ឈ្មោះអីគេដុំអីចឹងមកអានេះកុមារអីចឹងមកហើយយើងដាក់អីទៀតដាក់សុកបាទដាក់អីទៀតខាមអញ្ចឹងមកឧទាហរណ៍ថាសិស្សខ្ញុំមានតែប៉ុណ្ណឹងបាទអ្វីដែលយើងត្រូវធ្វើគឺយើងចុចយកអាត្រង់នេះទៅដាក់កន្លែងខាងលើគេនេះកន្លែងឈ្មោះឬក៏បើអ្នកទាំងអស់គ្នាដាក់ថាឈ្មោះមកបាទអញ្ចឹងយើងចុចដាក់លើអញ្ចឹងហើយបាទអ្វីដែលយើងត្រូវធ្វើទៀតគឺចុចលើត្រេ3នៅខាងស្ដាំនេះចុចលើត្រេ3នេះមកហើយចុចលើពាក្យថានេះ create a filter នេះបាទតែប៉ុណ្្នឹងទៅវានឹងឃើញរូបត្រេ3នៅកន្លែងនេះបាទឥឡូវមិញខ្ញុំភ្លេចប្រាប់បាទកន្លែងនេះយើងដាក់ភេទផងដែរឧទាហរណ៍ថាគាត់នឹងភេទឲ្យគេប្រុសអានេះស្រីស្រីប្រុសស្រីបាទឧទាហរណ៍យើងរួចអញ្ចឹងហើយបាទអញ្ចឹងយើងនឹងតម្រៀបវាដើម្បីយើងយកទៅប្រើប្រាស់ឬក៏យើងចង់ធ្វើអីតាមតម្រូវការយើងណាអញ្ចឹងចុចលើអាត្រេស្រួច3នេះមកបន្តមកអ្នកទាំងគ្នាចុចលើពាក្យថា A to Z នេះបានន័យថាកន្លែង A ទៅ Proof to Z នេះបានន័យថាយើងតម្រៀបពីកទៅអបើតែយើងចង់រៀបពីអដល់កវិញចុចកន្លែង set to A នេះអញ្ចឹងខ្ញុំចង់រៀបពីកដល់អបាទខ្ញុំចុចលើវាមកនេះអញ្ចឹងវាលោតអក្សរកហើយភេទក៏វាទៅតាមដែរនេះកខដល់សសឃើញអត់បាទតែប៉ុណ្្នឹងទៅបាទជាការស្រេចហើយពេលចប់យើងបើយើងចង់ឲ្យវាជាប់យើងចុចលើសញ្ញាគ្រីសនៅខាងឆ្វេងនេះពើបហើយយើងចុចថយក្រោយមកនេះអញ្ចឹងវាជាប់នៅនឹងស្រាប់អញ្ចឹងពេលលើក្រោយយើងចូលមកយើងអាចប្រើ file នឹងបានទៀតអូខេនេះពេលយើងចុចមកវាលោតមកអញ្ចឹងយើងស៊ីអីបន្ថែមទៀតបានទៀតនេះបាទអញ្ចឹងវាមានភាពងាយស្រួលហ្នឹងអញ្ចឹងទេបើយើងចង់តម្រៀបឈ្មោះយើងអាចធ្វើតាមទាំងបានបាទអញ្ចឹងមួយទៀតបើយើងចង់រៀបជាមធ្យមភាគឧទាហរណ៍ថាលោកគ្រូអ្នកគ្រូមានជាមធ្យមភាគហើយនេះខ្ញុំបូកបន្ទពោទៀតឧទាហរណ៍ថាយើងមានមធ្យមភាគហើយបាទឧទាហរណ៍ថាយើងមានមធ្យមភាគ6យើងអាចដាក់ឈ្មោះសិស្សអញ្ចឹងមកណាហ្នឹងហើយ6ហើយ5ហើយយើងដាក់ថា6.34អីចឹងមកបាទយើងដាក់អីគេទៀត8បាទតែប៉ុណ្្នឹងទៅឧទាហរណ៍ថាយើងចង់តម្រៀបវាយើងចង់ដឹងសិស្សយើងណាបាទ5.25អីចឹងមកបាទបន្តមកយើងចុចលើគេនេះដូចគ្នាហើយយើងចុចលើត្រេ3នេះយកពាក្យថា create a filter នេះដូចគ្នានេះអញ្ចឹងវាលូតមកដូចគ្នាចឹងទេដើម្បីតម្រៀបវាយើងចុចលើត្រេ3នេះមកហើយយើងចុចពាក្យថានេះ A to Z នេះដូចគ្នានេះអញ្ចឹងវារៀបពីតូចទៅធំអញ្ចឹងបើអ្នកលេខ1នៅលើគេបាទអញ្ចឹងយើងអាចដាក់នៅកន្លែងនេះទៅដាក់ឈ្មោះទៅឬក៏យើងដាក់ឈ្មោះមុនទៅ
បាទអញ្ចឹងយើងនឹងងាយស្រួលក្នុងការរៀបសិស្សមិនថាសិស្សណាចប់លេខ1លេខ2អីគឺមានភាពងាយស្រួលយើងប្រើទូរស័ព្ទទៅបាទយើងចម្លងឈ្មោះសិស្សហ្នឹងដាក់តាមហ្នឹងទៅបាទយើងមិនបាច់ទៅអង្គុយរៀបទេបាទយើងមានតែទូរស័ព្ទមួយបាទដូចគ្នាបាទអញ្ចឹងសូមអរគុណច្រើនសម្រាប់ការតាមដានទស្សនាសង្ឃឹមថាអ្នកទាំងអស់គ្នានឹងចិត្តបើមានចម្ងល់អាចខមមិនខាងក្រោមបើមានកំហុសឆ្គងសូមអធិស្ឋានបាទសូមអរគុណច្រើនសូមគោរពលា